អ្នកដែលប្រើ iPhone ទាំងអស់គ្នានៅខែក្រោយនេះគឺជាខែដែលធំសម្រាប់បងប្អូនចង់និយាយថាខែល្អពីព្រោះ Apple នឹងធ្វើការទម្លាក់ការអាប់ដេតដ៏ធំមួយបាទអញ្ចឹងគឺនៅក្នុង WWDC ដែលវានឹងកើតឡើងនៅថ្ងៃទី8ខែ6ខាងមុខនឹងឯងបាទអញ្ចឹង Apple នឹងប្រកាសចេញ iOS 26សម្រាប់ iPhone iOS 27ជាស្រ័យហ្នឹងហើយ iOS 27សម្រាប់ iPhone ប៉ុន្តែវាជា beta ទេណាតែសម្រាប់បងប្អូនយើងដែលចង់ចុះឈ្មោះប្រើប្រាស់ប្រហែលជាមួយអាទិត្យពីរអាទិត្យក្រោយ Apple នឹងដាក់ឲ្យអ្នក developer ប្រើប្រាស់ហើយ beta ហ្នឹងហើយវានឹងចេញពេញលេញជាមួយនឹង iPhone 15 នៅពេលខាងមុខខែ9អញ្ចឹងណាបាទអញ្ចឹងគឺយើងមាន iOS 27មួយណាអ្នកប្រើ iPad ក៏ដូចគ្នាផងដែរសម្រាប់ iPad ដែលវា support បានគឺយើងមាន iPad OS version 27ផងដែរបាទអញ្ចឹង iPad OS មួយផងដែរ Mac OS មាន Watch OS មាន TV OS មានអីទៀត Vision Pro Vision OS អីចឹងទៅហ្នឹងគឺមានច្រើនណាបងប្អូនយើងប៉ុន្តែសម្រាប់យើងដែលជាអ្នកប្រើ iPhone គឺយើងពិតជាចង់ឃើញការអាប់ដេតនៅអ្វីមួយដែល Apple នឹងដាក់នៅក្នុងខែខាងមុខនេះខែ6យើងនឹងឯងបើយើងគិតទៅឥឡូវគឺខែ5ថ្ងៃ22ហើយបាទអញ្ចឹងខែ6គឺមួយខែទៀតអញ្ចឹងណាអត់ដល់មួយខែទេបងប្អូនយើងគឺ10 20ថ្ងៃហ្នឹងគឺដល់ហើយណាអញ្ចឹងខ្ញុំសុំ wish list 2ដែលខ្ញុំចង់ឃើញនៅក្នុង iPhone បាទសុំតែ2នឹងបានហើយទី1គឺខ្ញុំចង់ឃើញ Apple នាំយក clear button បាទអញ្ចឹងខ្ញុំអត់ចង់គ្រាន់តែ clear app ចុចម្ដងមួយច្រើនណាបាទហើយជួនកាល app យើងច្រើនហើយមិនបាច់បញ្យល់ខ្ញុំទេណាកុំបាច់បញ្យល់ខ្ញុំថា iOS គេអត់ត្រូវការ clear app ចោលទេអត់យ៉ាងម៉េចមកគេថាខ្ញុំអត់ត្រូវការអ្នកបញ្យល់ខ្ញុំអញ្ចឹងទេខ្ញុំអត់ចង់បើកទោះបី iOS នឹងវា optimize ល្អប៉ុណ្ណាក៏ដោយខ្ញុំអត់ចង់បើកព្រោះវាជា privacy របស់ខ្ញុំណា privacy របស់ខ្ញុំឯកជនភាពរបស់ខ្ញុំជួនកាលបើកទៅណាឧទាហរណ៍គេចុចទូរស័ព្ទយើងគេមើលគេដឹងថាយើងប្រើអីក្នុង background ហ្នឹងហើយរឿងល្អរឿងអាក្រក់របស់យើងគឺគេដឹងទាំងអស់យើងចុចប្រើអីខ្លះ browser web browser របស់យើង Google Chrome search របស់យើងគេដឹងបើសិនជាយើងអាច clear បានអញ្ចឹងណាអញ្ចឹងវាជារឿងមួយដែលខ្ញុំអត់ចង់ទេខ្ញុំចង់ឲ្យមានប៊ូតុង clear មួយដែលខ្ញុំចុចបាច់ទៅលះទៅហ្មងណាដូច Android គេចង់ clear app អីនេះមុនយើងណាបើក2 3 4មកចុចមកមានប៊ូតុង clear all ផាច់រួចជាស្រេចមកទី1ដែលខ្ញុំចង់ឃើញ Apple នាំយកដាក់នៅក្នុង iOS 27ចំណុចទី2 multitasking បាទអញ្ចឹងគឺខ្ញុំពិតជាចង់ឃើញ Apple ដាក់ប្រភេទ multitasking នៅក្នុង iPhone មែនទែនហើយបើខ្ញុំចង់បានអញ្ចឹងពីព្រោះនៅលើ iPad យើងធ្វើបានបាត់ហើយបងប្អូនយើងណាអញ្ចឹងគឺមាន multitasking នៅក្នុងនេះយើងអាចចុចទៅយើងប្រើ Windows 2តាមពិតវាកម្រមានអ្នកប្រើ Windows 2នៅលើទូរស័ព្ទអេក្រង់តូចមួយណាបងប្អូនយើងបើទោះបីជា Android គេហៅថាមានមុខងារនឹងយូរក៏ដោយក៏គេកម្រប្រើដែរក៏ប៉ុន្តែខ្ញុំចង់បានតែប៉ុណ្្នឹងទេពីព្រោះមានពេលមួយបាទអញ្ចឹងខ្ញុំចង់ធ្វើការបំពេញឯកសារនៅលើទូរស័ព្ទដៃរបស់ខ្ញុំទៅខ្ញុំចង់បើកផ្ទាំងមួយសម្រាប់ធ្វើការមើលទៅលើ note ឬក៏ password របស់ខ្ញុំហើយខ្ញុំចង់បើកផ្ទាំងមួយទៀតដើម្បីធ្វើការបំពេញឯកសារណាគ្រាន់តែយើង copy ពី note ពីផ្ទាំងទី1ចូលផ្ទាំងទី2រួចជាការស្រេចតែម្ដងអញ្ចឹង iPhone ធ្វើបានដូចគ្នាគ្រាន់តែយើងចេញមួយចូលមួយចេញមួយចូលមួយអញ្ចឹងណាវារៀងយឺតបន្តិចចង់និយាយអញ្ចឹងបាទអញ្ចឹងវាជារឿងមួយដែលខ្ញុំគិតថា Apple គួរតែដាក់ multitasking នៅក្នុង iPhone ដូចខ្ញុំនិយាយអញ្ចឹង iPad មានរួចស្រេចទៅហើយយើងអាចចែកអេក្រង់ជាពីរបានអញ្ចឹងណាហើយវាអាច smooth រលូនល្អផងអញ្ចឹងទៅហ្នឹងហើយបើអញ្ចឹងនេះគឺជាចំណុចទាំងពីរហើយចំណុចទាំងពីរហ្នឹងគឺ Apple ធ្វើបានតាមរយៈ software update ណាបងប្អូនយើងអាហ្នឹងគឺមិនមែនជា limitation អីទេគ្រាន់សួរថាតើ Apple ចង់ធ្វើឬក៏មិនចង់តែប៉ុណ្្នឹងទេហ្នឹងហើយបើអញ្ចឹងនេះគឺជាអ្វីខ្ញុំចង់ចែករំលែកហើយសួរបងប្អូនវិញបងប្អូនយើងចង់បានអ្វីខ្លះពី Apple ណាសម្រាប់អ្នកប្រើ iPhone តែម្ដងតើអ្វីខ្វះខាតកន្លែងណាអញ្ចឹងណាបងប្អូនយើងអាច comment នៅក្នុងកន្លែង comment ខាងក្រោមបានអរគុណជួបគ្នាឱកាសក្រោយបាយបាយ